យៈខៈបហារសោតសម័យមួយព្រះមានប្រភាកប្រងគង់នៅក្នុងវត្តវេលវ័នជាកលន្តៈនិវាបស្ថានចិត្តក្រុងរាជក្រឹសសម័យនោះឯងព្រះសិរីបុត្រដ៏មានអាយុនិងព្រះមហាមោគលានដ៏មានអាយុនៅក្នុងវត្តកបោតកន្តរាសម័យនោះព្រះសារីបុត្រដ៏មានអាយុមានសក់ទើបកោថ្មីអង្គុយក្នុងទីវាលចូលកាន់សមាធិណាមួយក្នុងរាត្រីខាងខ្នើតសម័យនោះមានយក្សពីរនាក់ជាសម្លាញ់នឹងគ្នាមកអំពីទិសខាងជើងទៅទិសខាងត្បូងដោយកិច្ចណាមួយយក្សទាំងនោះបានឃើញព្រះសារីបុត្រដ៏មានអាយុមានសក់ទើបកោថ្មីអង្គុយក្នុងទីវាលក្នុងរាត្រីខាងខ្នើតលុះយក្សម្នាក់បានឃើញហើយនិយាយប្រាប់យក្សម្នាក់ទៀតថាមនាលសម្លាញ់ចិត្តរបស់ខ្ញុំកើតប្រកាសដើម្បីប្រហារក្បាលសមណៈនេះកាលបើយក្សម្នាក់និយាយយ៉ាងនេះហើយយក្សនោះក៏និយាយទៅនឹងយក្សម្នាក់ទៀតនោះថាកុំសម្លាញ់អ្នកកុំប្រហារសមណៈឡើយមនាលសម្លាញ់សមណៈនោះមានគុណដ៏លើសលប់មានឫទ្ធិច្រើនមានអានុភាពច្រើនយក្សម្នាក់នោះបាននិយាយនឹងយក្សនោះជាគម្រប់ពីរដងទៀតថាមនាលសម្លាញ់ចិត្តរបស់ខ្ញុំកើតប្រកាសដើម្បីប្រហារក្បាលសមណៈនេះយក្សនោះនិយាយទៅនឹងយក្សម្នាក់ទៀតនោះជាគម្រប់ពីរដងទៀតថាកុំសម្លាញ់អ្នកកុំប្រហារសមណៈឡើយមនាលសម្លាញ់សមណៈនោះមានគុណដ៏លើសលប់មានឫទ្ធិច្រើនមានអានុភាពច្រើនយក្សម្នាក់នោះនិយាយទៅនឹងយក្សនោះជាគម្រប់3ដងទៀតថាមនាលសម្លាញ់ចិត្តរបស់ខ្ញុំកើតប្រកាសដើម្បីប្រហារក្បាលសមណៈនេះយក្សនោះនិយាយទៅនឹងយក្សម្នាក់ទៀតនោះជាគម្រប់3ដងទៀតថាកុំសម្លាញ់អ្នកកុំប្រហារសមណៈឡើយមនាលសម្លាញ់សមណៈនោះមានគុណដ៏លើសលប់មានឫទ្ធិច្រើនមានអានុភាពច្រើនលំដាប់នោះយក្សម្នាក់នោះមិនអើពើនឹងយក្សនោះឡើយហើយប្រហារចំពោះព្រះសេសៈព្រះសិរីបុត្រថែដ៏មានអាយុមានសេចក្តីដំណើរថាយក្សនោះអាចពលិចដំរីមានកម្ពស់7ហត្ថឬ8ហត្ថឲ្យស្រុតទៅក្នុងផែនដីក៏បានអាចធ្វើកំពូលភ្នំធំឲ្យបែកខ្ទេចខ្ទីក៏បានដោយការប្រហារនោះលំដាប់នោះស្រាប់តែយក្សនោះពោលថាខ្ញុំក្តៅណាស់ដូច្នេះហើយធ្លាក់ទៅកាន់មហានរកត្រង់ទីនោះឯងព្រះមហាមោគលានដ៏មានអាយុបានឃើញយក្សនោះកំពុងប្រហារព្រះសេសៈព្រះសារីបុត្រដ៏មានអាយុដោយទឹកបច្ចៈខោដ៏បរិសុទ្ធកន្លងចក្ខុរបស់មនុស្សធម្មតាលុះឃើញហើយក៏ចូលទៅរកព្រះសារីបុត្រដ៏មានអាយុលុះចូលទៅដល់ហើយក៏និយាយនឹងព្រះសារីបុត្រដ៏មានអាយុថាមនាលអាវសោលោកល្មមអត់ធន់បានដែរឬល្មមប្រព្រឹត្តទៅបានដែរឬមិនមានសេចក្តីຕົកតិចទួចទេឬព្រះសារីបុត្រដ៏មានអាយុប្រាប់ថាមនាលអាវសោមុគលានខ្ញុំល្មមអត់ធន់បានមនាលអាវសោមុគលានខ្ញុំល្មមប្រព្រឹត្តទៅបានតែថាមានសេចក្តីទុកបន្តិចត្រង់ក្បាលរបស់ខ្ញុំមនាលអាវសោសារីបុត្រអស្ចារ្យណាស់មនាលអាវសោសារីបុត្រចម្លែកណាស់ព្រោះថាសារីបុត្រដ៏មានអាយុមានឫទ្ធិច្រើនមានអានុភាពច្រើនមនាលអាវសោសារីបុត្រក្នុងទីនេះមានយក្សមួយប្រហារចំពោះព្រះសេសៈនៃលោកការប្រហារនោះពេញជាការប្រហារខ្លាំងឯយក្សនោះអាចពន្លិចដំរីមានកម្ពស់7ហត្ថឬ8ហត្ថឲ្យស្រុតទៅក្នុងផែនដីបានអាចធ្វើឲ្យកំពូលភ្នំធំឲ្យបែកខ្ទេចខ្ទីបានដោយការប្រហារនោះហេតុអ្វីក៏ព្រះសារីបុត្រដ៏មានអាយុនិយាយយ៉ាងនេះថាមនាលអាវសោមុគលានខ្ញុំល្មមអត់ធន់បានមនាលអាវសោមុគលានខ្ញុំល្មមប្រព្រឹត្តទៅបានតែថាមានសេចក្តីទុកបន្តិចត្រង់ក្បាលរបស់ខ្ញុំមនាលអាវសោមុគលានអស្ចារ្យណាស់មនាលអាវសោមុគលានចម្លែកណាស់ព្រោះថាមហាមុគលានដ៏មានអាយុមានឫទ្ធិច្រើនមានអានុភាពច្រើនមើលយក្សឃើញបានចំណែកខាងយើងមិនឃើញសូម្បីបិសាចដែលអាស្រ័យនឹងអាចដីសោះឡើយព្រះដ៏មានព្រះភិក្ខទ្រង់ព្រះសណ្ដាប់ពាក្យចរចាមានសភាពយ៉ាងនេះរបស់ព្រះមហានាគកថែទាំងពីរអង្គនោះដោយទឹកបសោតធាតុដ៏បរិសុទ្ធកន្លងសោតធាតុរបស់មនុស្សធម្មតាលុះព្រះមានព្រះភិក្ខទ្រង់ជ្រាបច្បាស់សេចក្តីនោះហើយទើបបន្លឺឧទាននេះក្នុងវេលានោះថាយសៈសេលូបមាំងចតាំងតិតាំងនានុបកម្មបតេវិរតាំងរចនីយេសោកោបនយៈអ្នកកោបតេយសេវ
វាំងភាវិតាំងចិត្តតាំងកោតោតាំងទុកខមិសតេចិត្តរបស់បុគ្គលណាមានឧបមាដោយថ្មតាន់នៅនឹងមិនញាប់ញ័រប្រាជ្ញាដំរេកក្នុងហេតុគួររីករាយទាំងឡាយមិនក្រោតក្នុងវត្ថុពួរក្រោតចិត្តដែរបុគ្គលណាបានចម្រើនយ៉ាងនេះហើយសេចក្តីទុកនឹងមានមុខដល់បុគ្គលនោះអំពីណាបាទ